បងទាស្ងោជាមួយនឹងជ្រក់ស្វាយចាគ្រាន់តែមើលក៏ដឹងថាជាតិដែរបងប្អូនណានេះគឺជាសកម្មភាពដែលនាងខ្ញុំចេះពីធ្វើការគឺឆ្លៀតពេលទំនេរដោយសារថ្ងៃហ្នឹងពេលវេលាខ្លីអញ្ចឹងខ្ញុំក៏មានមើលនៅផ្ទះបាយទៅក៏ឃើញមានស្វាយមួយផ្លែអញ្ចឹងក៏ឆ្លៀតនឹកឃើញថាមានបងទាស្ងោពីរគ្រាប់ហើយនឹងស្វាយធ្វើជ្រក់ស្វាយតែម្ដងហើយដោយសារតែមុខម្ហូបនេះវាចំណេញពេលវេលាបងប្អូនគឺយើងប្រើពេលវេលាតិចមែនតើហើយចំពោះការចំណាយហ្នឹងក៏តិចទៀតអញ្ចឹងខ្ញុំអត់ដឹងធ្វើអីគឺសម្រាប់ចិត្តធ្វើស្ងោរបងទានឹងតែម្ដងចាអញ្ចឹងបងប្អូនដឹងណាថាវិធីសាស្ត្រនៃការធ្វើញោមស្វាយគឺអត់មានអីបាក់ទេគឺយើងធ្វើដោយតែបងប្អូនធ្វើធម្មតាអញ្ចឹងគឺយើងមានស្វាយមួយផ្លែយើងសាប់ស្វាយហ្នឹងទៅយើងដាក់គ្រឿងក្រៅអីតាមចំណង់ចំណូលចិត្តមានខ្ទឹមក្រហមខ្ទឹមសអីចឹងណាបងប្អូនណាចាឥឡូវម្ហូបរបស់ខ្ញុំបានមកដល់ហើយខណៈខ្ញុំចង់បញ្ជាក់បន្តិចថាតើតើនឹងការស្ងោរពងទាគឺយើងកុំឲ្យស្ងោរឆ្អិនពេកយើងយកចូលភ្លើងបានឆ្ងាញ់ណាចាសម្រាប់ក្នុងពេលនេះគឺខ្ញុំអស់បាយមួយចានឆ្អែតមែនតើហើយដោយសារយើងដាក់មួយម្ទេសហឹលអូជាតិណាបងប្អូនហើយនិយាយទៅបងប្អូននេះហើយនៅក្នុងពេលហ្នឹងបន្ទាប់ពីញ៉ាំបាយហើយខ្ញុំមាននំខ្មែរមួយមុខទៀតចាដើម្បីញ៉ាំលាងមាត់ចឹងណាចាហើយពងទាពុកម៉ែបងប្អូនមើលខំមើលដឹងថាតំណងខ្លាំងនិយាយទៅញ៉ាំឆ្ងាញ់មែនតើហើយពុកម៉ែបងប្អូនកុំលើកទឹកមាត់តាមខ្ញុំណាឆ្ងាញ់ណាស់មើលតែមាត់ខ្ញុំក៏ដឹងថាឆ្ងាញ់ដែរនេះខ្ញុំមើលហើយខ្ញុំចង់ធ្វើញ៉ាំម្ដងទៀតណាពុកម៉ែបងប្អូនចាហើយចំពោះ fan នឹងពុកម៉ែបងប្អូនចង់ធ្វើញ៉ាំអាចធ្វើបានណាចំណាយពេលវេលាតិចហើយឆ្ងាញ់ចាហើយនេះខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូននិង fan ដែលស្រឡាញ់និងគាំទ្រជួយចុច like និង share វីដេអូនេះជាមួយផងណាយើងខ្ញុំនឹងមានវីដេអូជាច្រើនទៀតដើម្បីផុសចែកចាយបន្តជូនពុកម៉ែបងប្អូនដើម្បីទស្សនាចាហើយនឹងខ្ញុំសូមអរគុណច្រើនសម្រាប់ក្តីស្រឡាញ់អរគុណ